ការពីវីដេអូមុនខ្ញុំបានប្រាប់ពីរបៀបដំឡើង YT DLP ថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបបង្កើត file មួយដើម្បីយើងទុក YP DLP បន្ទាប់មកយើងចូលមក ES file មកបន្ទាប់ពីយើងចូលមក ES file ហើយយើងចូលមកកន្លែងចុច3បន្ទាប់មកយកពាក្យ new ទៅខាងនេះយើងយកពី file ខាងលើដើម្បីយើងបង្កើតឈ្មោះមួយដើម្បីយើងសម្រាប់ទុក YP DLP ហ្នឹងណាបន្ទាប់មកកន្លែងនេះយើងចង់ដាក់អីដាក់ហ្នឹងណាខ្ញុំដាក់ tool download ខ្ញុំจะใส่ tool download ទៅមកយក tool download ចឹងណាអាហ្នឹងយើងទៅសេជាប់គ្នាមកយើងទៅសេកំដរ clear យើងទៅសេ tool download ឲ្យទៅ tool download ឲ្យខ្ញុំទៅសេតែប៉ុណ្្នឹងណាបន្ទាប់មកយើងចុច OK មកបន្ទាប់មកយើងនឹងបាន file មួយហើយនេះ file យើងហើយនេះ file យើងហើយហើយ tool download ហ្នឹងបន្ទាប់មកយើងចូលមកកន្លែងយើង download បន្ទាប់មកយើងយក YP DLP ហ្នឹងបន្ទាប់មកយើងយកពី shortcut ខាងក្រោមនេះ shortcut បន្ទាប់មកថយមួយបន្ទាប់មកយើងផាសចូល tool download យើងមកបន្ទាប់មកយកប៊ីតុងផាសបន្ទាប់ពីយើងទៅផាសប៉ុណ្្នឹងហើយរួចរាល់ហើយដល់វីដេអូក្រោយខ្ញុំនឹងប្រាប់ពីរបៀបសរសេរកូដពីរបៀបប្រើជាមួយនឹង ChatGPT ដើម្បីឲ្យវាសរសេរកូដដើម្បីយើងយកទៅ run វីដេអូនេះសូមបញ្ចប់ត្រឹមតែប៉ុណ្្នឹង